Bà xongគ្រប់នឹងជម្រាបសួរដល់ប្រិយមិត្តដែលតាមដាន YouTube យើងខ្ញុំបាទថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីការយកគណនីចេញពី Telegram ឬក៏គេថាលុបអោតបាទអញ្ចឹងយើងចូលទៅ Telegram មកមើលបាទបន្តមកវានឹងឃើញមានបន្តមកចុចលើកត្រេ3នេះបាទបន្តអូសចូលមកក្រោមដាក់ setting បើសិនជាភាសាខ្មែរថាការកំណត់ចុចលើហ្នឹងមកបាទយើងនឹងឃើញ profile យើងបែបនេះតាមតទៅយើងចុចលើ tray ខាង3នេះបាទហើយយកពាក្យថាលុបអោតនេះឬក៏ខ្មែរថាយកចេញបាទចុចលើវានឹងមកបាទចុចថាលុបអោតឬក៏យកចេញវាយើងបញ្ជាក់ម្ដងទៀតបាទចុចលើវាបាទអញ្ចឹង Telegram របស់យើងគឺត្រូវបានយកចេញដោយជោគជ័យបាទគឺបើន័យថាអត់មាន Telegram ទេបាទសាកចូលម្ដងទៀតបាទអញ្ចឹងចូលមកគឺអត់មានទេតើយើងបញ្ចូលសិនបាទអញ្ចឹងសូមអរគុណច្រើនសម្រាប់ការតាមដានទស្សនានេះជាវីដេអូខ្លីមួយដែលបង្ហាញពីការលុបអោត Telegram ចេញពីកុំព្យូទ័របាទសូមអរគុណច្រើន